ព័ន្ធនៃការសុតស្បូនគឺធ្វើឲ្យស្ត្រីឧស្សាហ៍លាន់លឺសំឡេងខ្យល់តាមទ្វារមាញឹកញាប់ឈឺចាប់នៅពេលដែលគេនៅជាមួយនឹងដៃគូពិបាកនៅក្នុងការមានកូនប្រឈមជាមួយនឹងបញ្ហាវះកាត់បើសិនជាដំណាក់កាលធ្ងន់ធ្ងរដែលគ្មានថ្នាំព្យាបាលឈឺចាប់តាមថ្ងាសពោះឬក៏ចុករោយចង្កេះទៅជារលាកអាងតាគៀកឬក៏ធ្វើឲ្យបងប្អូនមានបញ្ហាទៅលើស្បូនខ្សោយឈឺចាប់តាមសរសៃពោះនិងឈឺចុកចាប់ទៅតាមដៃស្បូនលើករបស់ធ្ងន់មិនបាននៅពេលដែលបងប្អូនប្រឹងក្អកប្រឹងសើចប្រឹងកដាស់គឺមានការឈាបទឹកនោមខប្រក្តីមានអារម្មណ៍ថាទើសណែននិងពិបាកនៅក្នុងការគេងនៅជាមួយនឹងដៃគូអញ្ចឹងបើបងប្អូនឧស្សាហ៍ជួបទៅលើបញ្ហាលាន់លឺសំឡេងខ្យល់ញឹកញាប់ចេញពីទ្វារមាសគ្រប់ពេលដែលបងប្អូនគេងនៅមួយដៃគូគ្រប់ពេលដែលបងប្អូនធ្វើការមានអារម្មណ៍ថាទើសណែនលីឡំជាមួយនឹងការធ្លាក់សរមាស់ក្តៅកាហាយហើយបងប្អូនគួរតែរួសរាន់នៅក្នុងការព្យាបាលព្រោះបញ្ហានេះគឺប៉ះពាល់ខ្លាំងដែលធ្វើឲ្យបងប្អូនអាចគេងនៅមួយដៃគូបងប្អូនបាននៅមានការឈឺចាប់កំឡុងពេលដែលគេងនៅជាមួយនឹងដៃគូនិងមានផលប៉ះពាល់ខ្លាំងដែលប្រឈមជាមួយនឹងការវះកាត់អញ្ចឹងបើបងប្អូនជួបទៅលើបញ្ហានេះបងប្អូនគួរតែធ្វើការប្រឹក្សាសុខភាពជាមួយនឹងអ្នកជំនាញឲ្យបានត្រឹមត្រូវ